បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះវិលមកជួបខ្ញុំបាទជាមួយនឹងវីដេអូថ្មីដែលខ្ញុំបានអាប់ដេតពីវីដេអូចាស់របស់ខ្ញុំមុនពីពិធីបង្កាត់ត្រីឆ្នាំ2025បាទចង់ដឹងថាត្រីរបស់ខ្ញុំបានសល់ប្រមាណសូមចូលទស្សនាវីដេអូនេះឲ្យបានដល់ចប់បាទសូមអរគុណបាទជំរាបសួរពុកម៉ែបងប្អូនបាទនេះជាវីដេអូដែលខ្ញុំបានធ្វើការអាប់ដេតពីវីដេអូមុនដែលខ្ញុំសន្យាបងប្អូនថានឹងធ្វើវីដេអូបន្តនៅពេលដែលត្រីរបស់ខ្ញុំបានអាយុ1ខែឥឡូវនេះគឺខ្ញុំបានចេញវីដេអូបន្តពីវីដេអូមុនហើយបាទសូមបងប្អូនទស្សនាទាំងអស់គ្នាហើយអ្វីដែលខ្ញុំបានកំពុងបង្ហាញនេះគឺត្រីដែលខ្ញុំបានបង្កាត់កាប់ពីលោកមុនហ្នឹងហើយអាយុរបស់វាឡើងពេលនេះវាបាន10ថ្ងៃហើយបាទ10ថ្ងៃហ្នឹងអញ្ចឹងគឺខ្ញុំបានធ្វើការថែទាំដោយផ្លាស់ប្ដូរទឹកនិងបូមអាចរបស់វាចេញខ្ញុំក៏បានដាក់មានជីចកសម្រាប់ឲ្យកូនត្រីរបស់យើងបានត្រជាក់ព្រោះថាទឹកនៅក្នុងកន្ត្រននេះគឺវារៀងរាក់បន្តិចហើយចំពោះទឹកនៅខាងក្រោមនោះគឺសម្រាប់ឲ្យយើងពីផ្ទៃចូលហើយខ្ញុំក៏បានដាក់បន្ថែមជាមួយនឹងស្មៅដើម្បីឲ្យកន្លែងរបស់យើងនេះវាដូចជាធម្មជាតិបានហើយចំណីដែលខ្ញុំបន្តផ្ដល់នេះគឺចៃក្រហមដដែលបាទគឺកូនត្រីអាយុប៉ុណ្ណឹងគឺយើងមិនអាចតន់ឲ្យវាស៊ីទៅកើទឹកបានទេអញ្ចឹងខ្ញុំនៅបន្តដាក់ចៃក្រហមដដែលបាទនេះគឺខ្ញុំចង់បង្ហាញបងប្អូនដែរថាការបង្កាត់ត្រីរបស់ខ្ញុំគឺខ្ញុំបង្កាត់ច្រើនសបុកគួរសមដែរបាទហើយពីរនេះគឺសិតតែខ្ញុំកំពុងតែបង្កាត់ហើយចានដាច់មួយនេះក៏ត្រីបានញាស់ហើយដែរបាទហើយខាងក្នុងនេះគឺទើបតែប្រកាសហើយសបុកមួយនេះក៏ញាស់ហើយដែរហើយក្នុងធុង3នេះក៏ខ្ញុំបានប្រកាសដែរបាទហើយសុទ្ធតែកូនត្រីដែលខ្ញុំប្រកាសទាំងអស់អញ្ចឹងបានជាខ្ញុំចេញវីដេអូមុនខ្ញុំបានបង្ហាញជូនបងប្អូនពីការប្រកាសត្រីហ្នឹងគឺយើងប្រកាសម្ដងឲ្យច្រើនតែម្ដងកុំឲ្យខាតពេលបាទហើយនេះគឺសុទ្ធតែជាបាដែលខ្ញុំត្រៀមសម្រាប់យកទៅប្រកាត់គឺខ្ញុំថែបំពន់វានៅក្នុងកែវជ័រទូចៗនេះកែវនេះដែរគឺខ្ញុំបានចែកពីខាងអ្នកចាយមកបាទកែវខ្លាញ់យើង5គីឡូហ្នឹងយើងកាត់ដាក់ទៅវាងាយស្រួលនៅខាងកញ្ចុះនោះក៏សុទ្ធតែជាបាត្រីដែលខ្ញុំត្រៀមសម្រាប់ប្រកាត់ដែរបាទគឺថាបាល្អណាស់អញ្ចឹងគឺយើងថែបំពន់វាមានសុខភាពល្អទៅដើម្បីយើងយកមកប្រកាត់បន្តទៀតកុំឲ្យត្រីរបស់យើងវាដាច់តែណាយើងប្រកាត់តិចសម្បុកហើយប្រើពេលវេលាយូរយើងខាតពេលវេលាបាទនេះអាយុត្រីរបស់យើងបានជិត20ថ្ងៃហើយបាទវីដេអូដែលខ្ញុំថតមុនហ្នឹងគឺបាន1ខែខ្ញុំអាប់ដេតវីដេអូហ្នឹងហើយនេះគឺខ្ញុំថតបន្តរហូតសកម្មភាពត្រីតាំងពីទូចរហូតដល់ធំបដិញគ្នារហូតបាទនេះគឺជិត20ថ្ងៃនេះបាទអត់សូវធំទេបាទដោយសារខ្ញុំរៀងរវល់ដែរមិនសូវបានដាក់ចំណីវាដិតដល់អញ្ចឹងទៅត្រីខ្លះក៏វាធំខ្លះក៏វាតូចបាទហើយនេះគឺថ្ងៃដែលខ្ញុំបានចាក់ផ្ទេរចូលហើយគឺត្រីបានចូល20ថ្ងៃហ្នឹងគឺខ្ញុំបានចាក់ចូលទៅក្នុងធុងដែលខ្ញុំបានរៀបចំកាលពីវីដេអូមុនបងប្អូនអាចចូលទៅមើលវីដេអូមុនទៅគឺនឹងដឹងថាខ្ញុំដាក់កន្ធនខៀវនេះនៅក្នុងធុងស្នោហ្នឹងមូលហេតុអីអញ្ចឹងបងប្អូនអាចចូលមើលទៅគឺដឹងមកមូលហេតុហើយបាទគឺខ្ញុំបានលែងត្រីរបស់ខ្ញុំចូលនៅក្នុងធុងដែលខ្ញុំបានត្រៀមទុកជាស្រេចនេះហើយខ្ញុំក៏នៅតែបន្តដាក់ចំណីចៃក្រហមឲ្យត្រីរបស់ខ្ញុំស៊ីដដែលបាទចឹងពេលយប់ក៏ខ្ញុំចំណាយពេលឆ្លៀតពេលបន្តិចមកថតចង់ដឹងត្រីរបស់យើងថាកម្មភាពវាការលូតលាស់របស់វាយ៉ាងម៉េចហើយខ្ញុំក៏បានមកថតនៅពេលយប់ដើម្បីបង្ហាញជូនបងប្អូនមើលមិនសូវច្បាស់ទេបាទនេះបងប្អូនបានចូល20ថ្ងៃមានខ្លះប៉ុណ្ណឹងមានខ្លះក៏ធំជាងហ្នឹងហើយខ្លះទៀតក៏តូចជាងហ្នឹងបាទវាធំអត់ស្មើគ្នាទេបាទគ្រប់
ការបង្កើតត្រីទាំងអស់គឺវាតែងតែមានតូចមានធំអញ្ចឹងគឺមិនអាចធំស្មើគ្នាទេហើយឥឡូវនេះក៏ដល់ពេលដែលខ្ញុំត្រូវដួសត្រីរបស់ខ្ញុំនេះបង្ហាញជូនបងប្អូនដែរគឺវាគ្រប់រយៈពេល1ខែហើយមិនមែន1ខែទេវាចង់លើសឲ្យមកបញ្ចូលទៅជា1ខែ1សប្តាហ៍ហើយដែលខ្ញុំបានមានពេលមកធ្វើវីដេអូបន្តនេះអញ្ចឹងខ្ញុំដួសបង្ហាញជូនបងប្អូនមើលតើត្រីរបស់យើងក្នុងរយៈពេល1ខែជាងនេះវាលូតលាស់បានកម្រិតណាបងប្អូនអាចទស្សនាខ្លួនឯងបាននេះបងប្អូនបាននឹងមកសបុកហ្នឹងដែលខ្ញុំបានបង្ហាញបងប្អូនក្នុងវីដេអូមុនហ្នឹងបងប្អូនពិនិត្យមើលទៅមានខ្លះហ្នឹងធំរហូតដល់ចេញពណ៌ទៅហើយខ្លះនៅទូចមែនតើអញ្ចឹងការដាក់ត្រីក្នុងនេះគឺយើងពិបាកក្នុងការវិធំស្មើគ្នាដោយសារអាធំវាមានលទ្ធភាពស៊ីចំណីច្រើនជាងអាតូចអញ្ចឹងហើយពេលណាយើងដាក់ចំណីទៅអាតូចវាស៊ីអត់ទាន់អាធំទេអញ្ចឹងអាធំស៊ីបានច្រើនវាកាន់តែធំហើយអាតូចដែលអត់បានស៊ីហ្នឹងគឺទូចទៅតែបាទអញ្ចឹងគឺអាយុប៉ុណ្ណេះខ្ញុំអាចបំបែកចេញទៅដាក់នៅក្នុងកស៊ូតង់បានហើយអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទពីដើមដល់ចប់នេះហើយខ្ញុំបាទនឹងខិតខំធ្វើវីដេអូថ្មីទៀតដើម្បីបង្ហាញជូនបងប្អូនដើម្បីបានទស្សនាបន្តទៀតបាទសូមអរគុណសូមជម្រាបលាបាទ